បាទសួស្តីបងប្អូនអរគ្នាជាពិសេសគឺឆ្លើយតបវីដេអូនេះសម្រាប់សិស្សដែលគាត់បានជាវទៅលើវីដេអូអីផ្សេងៗជាដើមដែលជាពិសេសគឺផ្ដោតសំខាន់លើសិស្សប៉ុន្តែក៏សម្រាប់ trader ទូទៅថ្មីឬមួយក៏ 3-4 ឆ្នាំអីចឹងទៅនៅក្នុងថ្ងៃនេះខ្ញុំសូមចែកម្លែកវិធីសាស្ត្រនៃការ trade មួយសម្រាប់បងប្អូនដែលមានដើមទុនតិច ដូចការសនំពរថាលោកគ្រូឬក៏បងខ្ញុំមិនមានលុយធំទេប៉ុន្តែពេល trade ទៅវាអត់បានផលដោយសារយើងមានទុនតិចពេកណាដូចជា100 200 500ឬក៏1000ចុះក្រោមអីចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំសូមមកចែកម្លែកកន្លឹះមួយដែលបងប្អូនអាច trade ប្រើដើមទុនតិចនឹងអាចប្រើដើមទុនតិចមែនតើទៅដើមទុនតិចវាពិតជាលំបាកមែនសម្រាប់យើងជា trader ហើយបើសិនជាយើងខ្វះការសិក្សារៀនសូត្រឬមួយក៏ខ្វះចំណេះដឹងទៅលើការគ្រប់គ្រងទៅលើដើមទុននឹងទៀតគឺវាដូចយកលុយទៅបោះចោលជាងហើយបើសិនជាយើងដាក់100 200 យូរទៅវាទៅជាដើមទុនច្រើនដែរនឹងវាមិនតិចណាដល់ទៅវាទៅជាច្រើនវិញណានេះហើយជាអ្វីដែលបងប្អូនយើងគួរតែពិចារណាទៅលើវិធីសាស្ត្រនៃការចូលអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាអាចជួយបងប្អូនបានមួយចំនួនជាពិសេសគឺអ្នកដែលមានបំណងចង់ប្រឡូកក្នុងវិស័យ Forex ហ្នឹងហើយគាត់មានដើមទុនតិចហើយគាត់ចង់សាកល្បងអញ្ចឹងខ្ញុំអាចឲ្យកន្លឹះខ្លីៗដែលបងប្អូនសាកល្បងពិនិត្យមើលថាតើយើងគួរប្រើតិចមួយនេះដើម្បីរកចំណូលបានតាមរយៈការប្រើដើមទុនតិចហ្នឹងអត់នឹងអញ្ចឹងយើងមកមើលនៅលើទីផ្សារអានេះគឺជាទីផ្សារពិតរបស់យើងឬក៏អាចថាទីផ្សារកំពុងតែដើរមុននឹងយើងចូលទៅដល់ទីផ្សារនេះខ្ញុំសូមព្រួយមើលខ្លីហើយឲ្យទៅមើលទីផ្សារដែលខ្ញុំវិភាគកាលពីថ្ងៃទី22ព្រោះថ្ងៃនេះថ្ងៃទី31ណាមែនតើថ្ងៃ30ទីផ្សារមានយើងបានពី9ឆ្នាំវិភាគទៅលើទីផ្សារមិនវិភាគអីទេគ្រាន់តែយើងមើលលំនាំនឹងហើយក៏យើងលំហូរទីផ្សារដែលទីផ្សារមាសធ្លាប់បានដើរកន្លងមកទីផ្សារមាសវារយៈពេល30នាទីចន្លោះប្រហែលពីជាងសារដែលក្នុងសូនចូលទៅមើលបន្ថែមបានណាក្នុងទីផ្សារមួយនេះខ្ញុំដាក់វែងគេទៅចុះខ្ញុំបានគូសវាសវិភាគទីផ្សារក្នុងសូនមួយនេះបាទជាសូនសំខាន់ទីផ្សាររបស់យើងមួយយើងវិភាគតាំងពីទីផ្សារយើងបានឡើងទៅលើ1 3ហើយចុះមកវិញដោយតែទីផ្សារក្នុងតំបន់របស់យើងនៅសូនទាំង3នេះជាតំបន់ដែលយើងនៅតំបន់មួយនេះគួរពិចារណាលេងហើយយើងអាចលេងបាយបានប៉ុន្តែយើងបានឃើញថាទីផ្សារចុះឡើង2ដងឡើងទៅដល់ការរំពឹងទុករបស់យើងចុះមក2ដងដែរបានបដូរអត់ទាន់បាន edit តម្លៃអីផ្សេងទេចុះ2ដង support មួយមកប៉ុណ្ណឹងដោយសារយើងបានទម្លុះដាច់ជោគជ័យប្រាស់វានៅឡើយមិនទៅឡើយនេះវាអត់ទាន់ចង់ដាច់ទេវាអាចត្រូវឡើងទៅថែមមួយជុំទៀតតែយើងបានឆែកមើលទៅឃើញថាតម្លៃវាដាច់ទី1បាទធ្លាក់មកដល់កន្លែងនេះជាក់ស្ដែងទៅវាឡើងវាអត់មានឱកាសឡើងបាទដល់តំបន់របស់យើងដែរតែដល់នេះវាមានឱកាសឡើងដើម្បីរក support ចុះមករកជើងខាងក្រៅមួយខ្លាចជា resistance វិញជើងរកចុះវាបានប៉ះជាមួយនឹង support នៃ support បំលែងតិចបាទវាប៉ះជាមួយនឹង support ឡើងទៅលើវិញវាខ្លាចទៅជា resistance ដេកវិញក្បាលរបស់វាវិញនៅក្នុងទីផ្សារតំបន់នេះខ្ញុំបានចូលឡើងទៅលើវិញបានច្រើនដែរបានចូលច្រើនដែរប៉ុន្តែយក TP បានក្នុងក្រុមវងបាតចាំមែនទេថាមួយកំណត់គឺយើងអត់បានចូលទេយើងបានចូលប្លុក0មួយនេះមានន័យថាយើង
ហើយយើងបានចេញនៅឡុកនេះសម្រាប់ឲ្យដូចជាផែនទីមែនតើទៅនេះជាយុទ្ធសាស្ត្រខ្ញុំត្រេតរាប់រយឆ្នាំមកហើយមានថាវាចឹងតើខ្ញុំសូមសង្ខេបខ្លីៗប៉ុណ្ណឹងតកតងជាមួយការវិភាគទីផ្សាររបស់យើងកាលពីលើកមុនឥឡូវនេះធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យយើងចូលទីផ្សារ$100ឬ$200ធម្មតាបងប្អូនឬក៏បងប្អូនត្រូវដឹងថាការចូល$100គឺយើងប្រើឡតសាយ 0.01 ណា 0.01 ហើយបើសិនជាយើងចូល 0.01 អញ្ចឹងយើងទុកបានត្រឹមតែ100លេខទេណា100លេខគឺដាច់ហើយហ្នឹងហើយ100លេខគឺដាច់ហើយអញ្ចឹងបើសិនជាយើងចូលប៉ាតណាប៉ាតណីហើយយើងអត់បានដឹងតំបន់ដូចខ្ញុំបានវិភាគខាងដើមរយៈពេល2 3 4 5នាទីខាងមុខនេះអញ្ចឹងបងប្អូនមើលទៅមុខទៀតក៏អត់បានយល់ដែរអញ្ចឹងយើងបើកវងកញ្ចក់មិញហ្នឹងគឺយើងចង់ឲ្យដឹងថា zone របស់ទីផ្សារយើងគឺយើងត្រូវញែកវាច្បាស់ថាតើយើងគួរលេងនៅតំបន់ណាទៅទីផ្សារ$100 $200របស់យើងហ្នឹងគឺមិនដាច់ឬក៏បានផលហ្នឹងឬក៏បានផលហើយខ្ញុំបានតេស្តរួចរាល់ហើយពីព្រោះដូចខ្ញុំបានសន្យាជាមួយនឹងសិស្សផ្សេងថាខ្ញុំនឹងព្យាយាមធ្វើការតេស្តដើម្បីរកយុទ្ធសាស្ត្រមួយជូនបងប្អូនហើយខ្ញុំបានតេស្ត account $100 ជាងនេះ100 ជាង$នេះដើម្បីឲ្យបងប្អូនយកយុទ្ធសាស្ត្រនេះទៅប្រើអាចនឹងសមជាមួយនឹងទីផ្សារបើយើងដាច់អីខុសខាតអីក៏យើងមិនសូវអស់លុយធំដែរគាត់សំណពរមកអញ្ចឹងហើយតាមពិតទៅយើងក៏ប្រឹងប្រែងធ្វើឲ្យបានតាមសំណពររបស់គាត់នឹងអញ្ចឹងឥឡូវមកយើងចាប់ផ្ដើមចូលមិនដើម្បីឲ្យ account របស់យើងរស់ហើយ100ហើយបានផលណាមិនត្រឹមតែរស់ទេបានផលទៀតចឹងយើងមើល history បន្តិចហ្នឹងយើងមើល history បន្តិចមកបាទ account របស់យើងនៅក្នុងថ្ងៃនេះគឺយើងចំណេញដើមទុនដែល100នេះគឺយើងចំណេញបាន$30.37គឺនៅថ្ងៃទី41 real តែម្ដងនឹងមិនមែនជា account demo ឬអីទេជាការតេស្តសាកល្បងទៅលើ account real ដែលយើងប្រើដើមទុន$168បាទនឹង$168ចឹងយើងមើលយើងចូលនៅណាខ្លះគឺយើងចាប់ផ្ដើមតម្លៃរបស់យើងគឺនៅក្នុងតម្លៃមួយខាងលើនេះបាទគឺជាតម្លៃមួយដែលខ្ញុំកំណត់នៅក្នុង zone ទី1ធៀបជាមួយទីផ្សារបច្ចុប្បន្នពេលដែលទីផ្សារដើរក្នុងរង្វង់ហ្នឹងគេហៅថា zone ទី1ហើយបែក zone ឡើងទៅលើហៅ zone ទី2បែក zone ចូលក្រោមក៏ខ្ញុំហៅ zone ទី2ដែរបែកចូលក្រោមទៀតទី3ទី4អញ្ចឹងទៅណាបើឡើងទៅលើទី1ទី2ទី3ទី4អញ្ចឹងខ្ញុំសន្មតថានេះគឺទី1អញ្ចឹងទីផ្សារនៅតំបន់មួយនេះដែលខ្ញុំចាប់ជា zone មួយឲ្យវា alert នឹងឲ្យវា alert ក្នុងតម្លៃ40 ជាងឬក៏34 30គុតអីនេះគឺវាត្រូវ alert ប្រាប់ខ្ញុំហើយណាត្រូវ alert ប្រាប់ខ្ញុំហើយតែពេលអញ្ចឹងយើងត្រូវចូលក្នុងតំបន់ដែលយើងរងចាំហើយជាទូទៅយើងប្រើការរងចាំ80ហើយយើងយកទីផ្សារតែ20ទេណា80យើងយកទីផ្សារតែ20ទេបាទ80យកទីផ្សារ20មានន័យថាម៉េចមានន័យថាឥឡូវយើងកំណត់0ហើយកំណត់0នៅតំបន់នេះហើយនឹងតំបន់នេះហើយចឹងនៅក្នុងទីផ្សារ0មួយនេះគឺយើងរងចាំវារហូតដល់តំបន់ roam ហ្នឹងគឺយើងចូលយើងអត់អាចទុកយូរបានទេដោយសារ account យើងគឺតូចណាដោយសារ account យើងតូចបាទខ្ញុំសុំធ្វើ slash វគ្គ1សិនចុះព្រោះដោយសារកុំឲ្យវាវែងពេកនឹងឥឡូវដោយសារវា9នាទីហើយអញ្ចឹងខ្ញុំសុំ slash វគ្គ1សិនបាទអញ្ចឹងយើងតទៅវគ្គ2អូខេអរគុណច្រើន